បាទសូមគោរពជំរាបសួរអ្នកបងប្អូនទាំងអស់អរគុណច្រើនដែលបងប្អូនតែងតែចំណាយពេលវេលាដើម្បីនឹងស្ដាប់ព្រះបន្ទូលរបស់ព្រះថ្ងៃនេះយើងសិក្សានៅព្រះបន្ទូលថ្មីចំណងជើងដែលយើងសិក្សានៅវេលាថ្ងៃនេះមានចំណងជើងថាមហាវិវាទឬក៏ The Great Controversy ពាក្យថាមហាវិវាទមានន័យថាចំនួនដ៏ធំតើមហាវិវាទនេះយើងនឹងសិក្សាអំពីអ្វីតើអ្វីទៅគឺជាមហាវិវាទនេះគឺជាចំនួនរវាងអរិយហើយនិងព្រះសាតាំងឆ្លោះជាមួយនឹងព្រះហើយយើងនឹងចូលរួមនៅក្នុងមហាវិវាទដែលកំពុងតែកើតឡើងនៅក្នុងសកលលោកយើងបច្ចុប្បន្ននេះដោយសពមួយដងយើងនឹងសិក្សាជាមួយនឹងសំណួររួចហើយយើងឲ្យព្រះគម្ពីរជាអ្នកឆ្លើយឥឡូវនេះយើងចាប់ផ្ដើមជាមួយនឹងសំណួរតែម្ដងហើយខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងរៀនបានមេរៀនតាមរយៈព្រះបន្ទូលរបស់ព្រះនៅវេលាថ្ងៃនេះក្នុងវីដេអូនេះសំណួរទី1យើងចាប់ផ្ដើមដោយសួរថាតើអំពើបាបបានចាប់ផ្ដើមឡើងនៅឋានសួគ៌ចាប់ផ្ដើមដោយរបៀបណាក្នុងព្រះគម្ពីរអេសាយជំពូក14យើងអានពីខ12ដល់ខ15បានសម្ដែងថាអោតារាប្រចាំថ្ងៃជាផ្កាយព្រឹកអើយនៅកន្លែងនេះតារាប្រចាំថ្ងៃនេះគឺសំដៅទៅលើ Lucifer ដែលព្រះបានបង្កើតនឹងឯងជាទេវតាអោតារាប្រចាំថ្ងៃជាផ្កាយព្រឹកអើយឯងបានធ្លាក់ចុះពីលើមេឃមកហើយឯងដែលបានផ្ដេកអស់ទាំងនគរឲ្យរៀបឯងបានត្រូវកាប់រំលំដល់ដីដែរណោះឯងបានគិតក្នុងចិត្តថាអញនឹងឡើងទៅឋានសួគ៌អញនឹងបង្កើនបល្ល័ង្ករបស់អញឲ្យខ្ពស់អស់ទាំងផ្កាយរបស់ព្រះអញនឹងលើកខ្លួនឯងឲ្យបានដូចជាព្រះដ៏ខ្ពស់បំផុតដូច្នេះតើអំពើបាបចាប់ផ្ដើមដំបូងនៅឋានសួគ៌ដោយរបៀបណាអំពើបាបបានចាប់ផ្ដើមដំបូងនៅឋានសួគ៌គឺចាប់ផ្ដើមនៅក្នុងចិត្តរបស់ Lucifer ក្នុងព្រះគម្ពីរអេសេគៀលជំពូក28ខ12ដល់ខ17បានសម្ដែងថាឯងជាអ្នកបំពេញខ្នាតឯងនេះគឺសំដៅទៅលើ Lucifer ទេវតាដ៏ល្អស្រស់ស្អាតដែលព្រះបានបង្កើតនឹងឯងដែលក្បត់ព្រះនឹងឯងជាអ្នកបំពេញខ្នាតដោយមានប្រាជ្ញាពោពេញហើយលំអគ្រប់លក្ខពីដើមឯងបាននៅក្នុងសួនច្បារដែលជាសួនរបស់ព្រះឯងជាយេរូប៊ីនដែលបានចាក់ប្រេងតាំងឡើងជាអ្នកគ្របបាំងចាប់តាំងពីថ្ងៃដែលឯងកើតមកនោះឯងបានគ្រប់លក្ខនៅគ្រប់ទាំងផ្លូវរបស់ឯងដល់រាបដល់វេលាដែលឃើញមានសេចក្តីទុច្ចរិតនៅក្នុងឯងចិត្តឯងបានស្ទួយឡើងដោយព្រោះសេចក្តីលំអរបស់ឯងបានបង្ខូចប្រាជ្ញារបស់ឯងដោយពន្លឺរស្មីរបស់ឯងព្រះគម្ពីរអេសេគៀលនេះគឺបានសម្ដែងប្រាប់យើងច្បាស់ថា Lucifer ឬក៏ទេវតាដែលជាមេលើអស់ទេវតាដែលព្រះបានបង្កើតនេះគឺជាទេវតាដែលល្អឥតខ្ចោះគ្រប់លក្ខដែលព្រះបានបង្កើតឡើងក្នុងរូបភាពរបស់ព្រះហើយធ្វើការបម្រើដល់ព្រះរហូតដល់មានពេលមួយដែលមានអំពើទុច្ចរិតកើតចេញនៅក្នុងទេវតាដ៏ស្រស់ស្អាតនេះកើតចេញនៅក្នុង Lucifer នេះគម្ពីរបានសម្ដែងថាចិត្តឯងបានស្ទួយឡើងអំពើបាបដំបូងបានកើតឡើងនៅក្នុងចិត្តដំបូងនៅឋានសួគ៌កើតឡើងចេញពីក្នុងចិត្តរបស់យើងរាល់គ្នាដូច្នេះបានជាយើងនៅពេលដែលយើងមើលនៅក្នុងការបង្រៀនរបស់ព្រះយេស៊ូវជាពិសេសសេចក្តីបង្រៀននៅលើភ្នំព្រះគម្ពីរម៉ាថាយជំពូក5ជំពូក6ជំពូក7យើងឃើញថាអំពើបាបគឺកើតឡើងចេញពីក្នុងចិត្តដែលព្រះយេស៊ូវទ្រង់បានបង្រៀនច្បាស់ព្រះអង្គបានលើកថាអ្នករាល់គ្នាបានឮពីដើមសម្ដែងថាកុំឲ្យសម្លាប់មនុស្សសោះដូច្នេះព្រះអង្គបន្តពន្យល់អំពីការសម្លាប់មនុស្សមិនមែនគ្រាន់តែយើងយកដាវយកកាពិតយកកំភ្លើងទៅបាញ់គេស្មើនឹងយើងក៏សម្លាប់មនុស្សទេគ្រាន់តែយើងស្អប់នរណាម្នាក់ចិត្តស្អប់នរណាម្នាក់នោះស្មើយើងប្រព្រឹត្តអំពើបាបហើយជាងអំពើបាបដំបូងនៅឋានសួគ៌កើតឡើងចេញពីក្នុងចិត្តរបស់ទេវតាដែលព្រះបានបង្កើតឈ្មោះថា Lucifer ជាទេវតាជាតារាប្រចាំថ្ងៃពាក្យថាតារាប្រចាំថ្ងៃហ្នឹងគឺដោយសារទេវតាហ្នឹងល្អឥតខ្ចោះពេកស្រស់ស្អាតហើយជាមេដែលគ្រប់គ្រងលើពួកទេវតាឈ្មោះថា Lucifer នឹងឯងឥឡូវនេះយើងតទៀតហេតុអ្វីបានជា Lucifer បះបោរទាស់នឹងព្រះហេតុអីបានជាគាត់បះបោរទាស់នឹងព្រះគម្ពីរអេសាយជំពូក14ខ13ដល់ខ14បានសម្ដែងថាឯងបានគិតក្នុងចិត្តថាឯងនោះគឺ Lucifer ឯងបានគិតក្នុងចិត្តថាអញនឹងឡើងទៅឋានសួគ៌អញនឹងឡើងទៅទីខ្ពស់នៃពពកអញនឹងលើកខ្លួនឲ្យបានដូចជាព្រះដ៏ខ្ពស់បំផុតហេតុអីបានជា Lucifer បះបោរប្រចាំនឹងព្រះគាត់ចង់คล้ายទៅជាព្រះពីព្រោះព្រះអង្គទទួលបានការគោរពថ្វាយបង្គំពីពពួកទេវតាជាច្រើនជាង Lucifer ចាប់ផ្ដើមចំណែនខ្ញុំឬក៏ព្រះគម្ពីរប្រើពីអញល្អឥតខ្ចោះដែរអញស្រស់ស្អាតដែរហេតុអីបានជាទេវតាទាំងអស់នោះទៅថ្វាយបង្គំព្រះទៅវិញគួរតែថ្វាយបង្គំអញជាងអំពើបាបបានកើតចេញពីក្នុងចិត្តរបស់គាត់ហេតុអីបានជាគាត់បះបោរសារគាត់ចង់คล้ายទៅជាព្រះគម្ពីរអេសេគៀលជំពូក28ខ15ដល់ខ17បានសម្ដែងថាចិត្តឯងបានស្ទួយឡើងបងប្អូនឃើញទេចិត្តបានស្ទួយឡើង
ដោយព្រោះសេចក្តីលំអរបស់ឯងបានបង្ខូចប្រាជ្ញារបស់ឯងដោយពន្លឺរស្មីរបស់ឯង Lucifer ត្រូវបានបង្កើតឡើងដោយប្រាជ្ញាដ៏វាងវៃហើយគាត់ឬក៏វាបានបំផ្លាញខ្លួនឯងដោយសារប្រាជ្ញាដ៏វាងវៃរបស់ខ្លួនឯងនឹងឯងគឺចិត្តចង់ខ្លាចជាព្រះសំណួរបន្ទាប់ហេតុអ្វីបានជាព្រះអនុញ្ញាតឲ្យសាតាំងនៅតែបន្តអញ្ចឹងមេរៀនរបស់យើងថ្ងៃនេះគឺនិយាយអំពីមហាវិវាទពាក្យថាមហាវិវាទពាក្យថាវិវាទបានន័យថាចំនួនបងប្អូនធ្លាប់ឮពាក្យថាវិវាទដីធ្លីចំនួនដីធ្លីដូច្នេះពាក្យថាមហាវិវាទបានន័យថាចំនួនហ្នឹងវាធំមហាគឺធំមែនទែនហេតុអីបានជាព្រះអនុញ្ញាតឲ្យសាតាំងនៅតែបន្តនេះគឺជាផ្នែកនៃមហាវិវាទបងប្អូនត្រូវចាំទាំងអស់គ្នាសាតាំងបានចោទប្រកាន់ព្រះបងប្អូនសម័យទៅមើលនៅពេលដែលសាតាំងចង់ខ្លាចទៅជាព្រះតើសាតាំងធ្វើម៉េចដើម្បីគៀកោមនុស្សដើម្បីថ្វាយបង្គំខ្លួនឯងជាជាងថ្វាយបង្គំព្រះហើយប្រឆាំងទោះនឹងព្រះបានពីព្រោះសាតាំងតែម្នាក់ឯង Lucifer តែម្នាក់ឯងធ្វើម៉េចបានគ្នាបានប្រកាសណាគឺត្រូវតែមានការចោទប្រកាន់ចំពោះព្រះចោទប្រកាន់រឿងអីចោទប្រកាន់ទាក់ទងទៅនឹងច្បាប់នៃការគ្រប់គ្រងរបស់ព្រះនៅឋានសួគ៌នឹងឯងហេតុអីបានជាព្រះអនុញ្ញាតឲ្យសាតាំងនៅតែបន្តព្រះបានដឹងថាសាតាំងមានអំពើបាបដំបូងចេញពីក្នុងចិត្តរបស់គាត់នោះព្រះដឹងតែសំណួរសួរថាហេតុអីបានជាព្រះអនុញ្ញាតឲ្យសាតាំងនៅតែបន្តទាំងអស់នេះគឺជាផ្នែកនៃមហាវិវាទព្រះគម្ពីរយោបជំពូក1ខ6ដល់ខ12បានសម្ដែងថារីឯកាលមានមួយថ្ងៃដែលពួកកូនព្រះបានទៅគល់នៅចំពោះព្រះយេហូវ៉ាហើយអរិយសាតាំងក៏មកក្នុងចំណោមគេដែរព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលតបថាមើលអញប្រគល់របស់ដែលគាត់មានតែប្រមាណក្នុងអំណាចឯងហើយកុំតែដាក់ដៃលើខ្លួនគាត់ឡើយនៅក្នុងសាច់រឿងរបស់លោកយោបគឺជាសាច់រឿងនៃការសាកល្បងអំពីសេចក្តីជំនឿយោបគឺជាអ្នកដែលជឿស្មោះត្រង់ចំពោះព្រះនៃឋានសួគ៌ប៉ុន្តែសាតាំងបានចោទប្រកាន់ចំពោះព្រះថាលោកយោបថ្វាយបង្គំព្រះអង្គដោយព្រោះតែព្រះបានប្រទានពរដល់យោបឥឡូវសាកល្បងមើលបើព្រះអង្គចង់ដឹងថាយោបពិតជាស្រឡាញ់ព្រះអង្គមែនសូមឲ្យព្រះអង្គដកអ្វីដែលគាត់មានមើលទុកឲ្យទូបង្គំធ្វើមើលពេលនោះព្រះអង្គនឹងដឹងថាយោបស្រឡាញ់ព្រះអង្គឬអត់អញ្ចឹងបានព្រះបើកដៃឲ្យសាតាំងធ្វើព្រះមានព្រះបន្ទូលថាមើលអញប្រគល់របស់ទាំងអស់ទាំងប៉ុន្មានឲ្យឯងកុំតែប៉ះពាល់ជីវិតរបស់គាត់អញ្ចឹងយើងបានឃើញនៅក្នុងសាច់រឿងរបស់លោកយោបត្រូវបានសាតាំងចោទប្រកាន់ហើយសាតាំងធ្វើសពគ្រប់បែបយ៉ាងផ្លាញ់គាត់ទ្រព្យសម្បត្តិរបស់គាត់គ្រួសាររបស់គាត់គឺព្រះបើដៃឲ្យធ្វើប៉ុន្តែចុងក្រោយព្រះគម្ពីរបានសម្ដែងថាលោកយោបមិនបានបោះបង់សេចក្តីជំនឿនោះទេនៅត្រង់នេះបង្ហាញឲ្យឃើញថាហេតុអីបានព្រះមិនបំផ្លាញសាតាំងវាជាផ្នែកនៃមហាវិវាទបងប្អូនសម័យទៅមើលបើសិនជាព្រះបំផ្លាញសាតាំងភ្លាមតើទេវតាដទៃទៀតដែលកំពុងតែថ្វាយបង្គំព្រះនោះគេនឹងគិតថាព្រះមានអត្តចរិតបែបណាពីព្រោះទេវតាទាំងអស់នោះមិនទាន់ដឹងទេថា Lucifer កំពុងតែក្បត់ព្រះពីព្រោះ Lucifer គិតនៅក្នុងចិត្តទេវតាដទៃទៀតមិនទាន់ឃើញនោះទេថា Lucifer នឹងធ្វើអីថាលទ្ធផលដែល Lucifer គិតនៅក្នុងចិត្តនឹងគឺជាអីទេវតាដទៃទៀតមិនទាន់ឃើញនោះទេដូច្នេះបើសិនជាព្រះបំផ្លាញ Lucifer ភ្លាមនៅពេលនោះប្រកាសណាស់ទេវតាដទៃទៀតដែលថ្វាយបង្គំព្រះនៅឋានសួគ៌នោះគេនឹងចាប់ផ្ដើមឆ្ងល់អំពីសេចក្តីស្រឡាញ់ឯណាទៅព្រះដែលតែងតែអះអាងថាខ្លួនមានសេចក្តីស្រឡាញ់ហេតុអីបានជាបំផ្លាញសត្វលោកដែលព្រះបានបង្កើតអញ្ចឹងដូច្នេះបើសិនជាព្រះបំផ្លាញភ្លាមប្រកាសណាស់ទេវតាដែលថ្វាយបង្គំព្រះនៅពេលនោះគេនឹងថ្វាយបង្គំព្រះដោយភាពភ័យខ្លាចពីព្រោះគេគិតថាថ្ងៃណាមួយព្រះនឹងបំផ្លាញខ្ញុំដូចជាព្រះធ្លាប់បានបំផ្លាញ Lucifer បើសិនជាព្រះបំផ្លាញ Lucifer ឬសាតាំងភ្លាមនៅពេលនោះដូច្នេះបានជាព្រះទុកឲ្យអំពើបាបនោះរបស់ Lucifer នឹងចេញជាផលផ្លែដូច្នេះបានជាយើងអាននៅក្នុងព្រះគម្ពីរម៉ាថាយជំពូក13យើងឃើញថាទុកឲ្យវាដោះជាមួយគ្នាដល់រាបដល់រដូវចម្រូតចុះចាំដល់រដូវចម្រូតនោះអញនឹងប្រាប់ទៅពួកចម្រូតថាចូលច្រូតស្រងាយចងជាកណ្ដាប់ដុតទៅក្នុងភ្លើងហើយស្រូវសាលីច្រូតដាក់ក្នុងចង្រោកអញវិញស្រងាយកន្លែងនេះគឺសំដៅទៅលើពូជអាក្រក់ហ្នឹងឯងស្រូវសាលីគឺតំណាងឲ្យពូជល្អហ្នឹងព្រះទុកឲ្យវាដោះជាមួយគ្នាពីព្រោះបើមិនទាន់ដោះជាមួយគ្នានោះទេមនុស្សមិនឃើញទេហើយក៏មិនយល់ទេថាមួយនេះគឺជាស្រងាយមួយនេះជាស្រូវវានឹងរលើងបើព្រះបំផ្លាញភ្លាមពេលដែលចេញប្រឡូកមកវានឹងរលើងទៅដល់ស្រូវពិតប្រាកដដែរនេះមូលហេតុអីបានព្រះមិនបំផ្លាញសាតាំងភ្លាមទុកឲ្យសាតាំងមកលបួងយើងដល់សពថ្ងៃនេះធ្វើអីដោយសារវាជាផ្នែកនៃសេចក្តីស្រឡាញ់ព្រះចង់បានការគោរពថ្វាយបង្គំដល់ព្រះអង្គដោយសេចក្តីស្រឡាញ់បើសិនព្រះអង្គបំផ្លាញសាតាំងភ្លាមនៅពេលនោះដល់តែទៀតគេនឹងមើលមកថាព្រះគ្មានសេចក្តីស្រឡាញ់ហើយយើងទាំងអស់គ្នានឹងថ្វាយបង្គំព្រះដោយភាពភ័យខ្លាចសេចក្តីស្រឡាញ់មិនមែនដោយសារ
យើងស្រឡាញ់ព្រះនោះទេសង្គ្រាមកើតឡើងនៅឋានសួគ៌ក្រោយមកសាតាំងត្រូវបានបោះមកលើផែនដីនេះពូជរបស់សាតាំងត្រូវបានបោះត្រូវបានព្រោះមកលើផែនដីនេះអញ្ចឹងហើយបានវាលបួងសពគ្រប់យ៉ាងហើយវាដោះឡើងលបួងដំបូងកាលពីមេរៀនមុនយើងបានសិក្សាមនុស្សបានធ្លាក់ចូលក្នុងអំពើបាបលបួងដំបូងគឺអាដាមហើយនិងអេវ៉ាជាមនុស្សដំបូងដែលព្រះបានបង្កើតហ្នឹងឯងអញ្ចឹងពូជរបស់វាបានដោះឡើងលើផែនដីនេះយើងឃើញសពថ្ងៃគឺអំពើអាក្រក់មានមែនហើយអំពើល្អក៏មានមែនគម្ពីរក៏បានចែងអំពីរឿងនេះដែរព្រះគម្ពីរវិវរណៈចំពុក12ខ7ដល់ខ9បានសម្ដែងថានោះមានចម្បាំងនៅលើមេឃគឺមីកានិងទេវតារបស់លោកច្បាំងនឹងនាគហើយនាគនិងទេវតាវាក៏ច្បាំងនឹងលោកដែរតែមិនឈ្នះទេនោះនាគធំត្រូវបោះទម្លាក់ទៅគឺជាពស់ពីបុរាណដែលឈ្មោះហៅថាអារៈហើយសាតាំងផងអំពើបាបមិនបានបញ្ចប់នៅឋានសួគ៌ទេអំពើបាបបានរីករាលដាលមកកាន់ភពផែនដីនេះពីព្រោះអីពីព្រោះសាតាំងឬក៏ Lucifer នេះបានមានគ្នានៅឋានសួគ៌ហើយបងប្អូនខ្លះប្រកាសជាឆ្ងល់ថានៅពេលដំបូងអំពើបាបចេញពីក្នុងចិត្តរបស់គាត់របស់ Lucifer ចុះ Lucifer ទៅលបួងទេវតាដទៃទៀតលបួងបានន័យថាបញ្ឆោតទេវតាដទៃទៀតមកចូលរួមជាមួយគ្នាដោយរបៀបណាបងប្អូនត្រូវចាំថាពីដំបូងពពួកទេវតាទាំងអស់នោះមិនដែលឮមិនដែលស្គាល់ពាក្យកុហកពាក្យភូតភរដែរនៅពេលដែល Lucifer លបួងទេវតាទាំងអស់នោះឲ្យមកតាមខ្លួនហើយប្រឆាំងជាមួយព្រះគឺយកអីទៅលបួងគឺលបួងប្រាប់ថាច្បាប់របស់ព្រះគឺតាំងតែងបើសិនខ្ញុំខ្លាចជាព្រះខ្ញុំនឹងផ្លាស់ប្ដូរច្បាប់របស់ព្រះទាំងអស់យើងមិនចាំបាច់មានច្បាប់អីទេហើយយើងរស់នៅដោយសុខសប្បាយអញ្ចឹងទេវតាទាំងអស់នោះចាប់ផ្ដើមគិតថាអូអ្វីដែល Lucifer និយាយជាការពិតពីព្រោះអីគេមិនដែលឮពាក្យកុហកអញ្ចឹងនៅពេលដែលឮពាក្យកុហកថ្មីមកគេចាប់ផ្ដើមគិតថាពាក្យនោះគឺជាពាក្យពិតហើយគេយកមកគិតហើយដើរតាមគម្ពីរបានចែងថា1ក្នុង3 ភាគក្នុង3នៅឋានសួគ៌បានតាម Lucifer ហើយធ្លាក់មកលើផែនដីនេះអញ្ចឹងបងប្អូនគិតមើលទៅបើសិនជាមាន3លានទេវតានៅឋានសួគ៌មាន1លានទេវតាកំពុងតែដើរតាម Lucifer នៅលើផែនដីនេះអញ្ចឹងហើយបានជាអំពើអាក្រក់កើតឡើងសពថ្ងៃនេះយើងឃើញកាន់តែខ្លាំងឡើងដោយសារទេវតាអាក្រក់ហ្នឹងវាច្រើនមួយទៀតនៅក្នុងព្រះគម្ពីររ៉ូមចំពុក3ខ25ខ26បានសម្ដែងថាដែលព្រះបានតាំងទ្រង់ទុកជាទីសន្តោសប្រោសដោយសារសេចក្តីជំនឿដល់ព្រះលិខិតទ្រង់ដើម្បីនឹងសម្ដែងឲ្យឃើញសេចក្តីសុចរិតរបស់ព្រះហេតុអីបានជាព្រះអនុញ្ញាតឲ្យសាតាំងនៅតែបន្តព្រះគម្ពីររ៉ូមចំពុក3ខ25ដល់26បានសម្ដែងថាដែលព្រះបានតាំងទ្រង់ទុកជាទីសន្តោសប្រោសព្រះបានតាំងព្រះយេស៊ូវទុកជាទីសន្តោសប្រោសដោយសារសេចក្តីជំនឿដល់ព្រះរហ័សទ្រង់សម្រាប់នឹងសម្ដែងឲ្យឃើញសេចក្តីសុចរិតរបស់ព្រះបានសម្ដែងឲ្យគ្នាឃើញសេចក្តីសុចរិតរបស់ព្រះអង្គនៅលើជើងឆ្កាងហេតុអីបានព្រះមិនបំផ្លាញសាតាំងភ្លាមដោយសារទុកឲ្យសាតាំងបង្ហាញថាខ្លួនឯងពិតជាអាក្រក់មែនហើយទេវតាទាំងអស់នៅឋានសួគ៌នឹងឃើញថាអូទោសនៃការមិនថ្វាយបង្គំព្រះទោសនៃការប្រឆាំងជាមួយនឹងព្រះគឺជាអំពើបាបហើយសាតាំងអាក្រក់ពិតមែនពេលនោះទើបព្រះអាចបំផ្លាញសាតាំងភ្លាមហើយទេវតាទាំងអស់នឹងឃើញថាព្រះទ្រង់ស្រឡាញ់ឯទៅលើព្រះគម្ពីររ៉ូមចំពុក3ខ25ព្រះបានចាត់តាំងព្រះយេស៊ូវទុកជាទីសន្តោសប្រោសឲ្យយើងរាល់គ្នាបានឃើញនៅពេលដែលព្រះអង្គសគត់នៅលើឈើឆ្កាងនោះឯងសំណួរបន្ទាប់ហេតុអ្វីបានជាព្រះប្រទានសេរីភាពនៃការជ្រើសរើសពេលព្រះបង្កើតទេវតាមកព្រះដាក់សេរីភាពនៃការជ្រើសរើសទេវតាហើយនៅមនុស្សអាចជ្រើសរើសថ្វាយបង្គំព្រះបើតែអាចជ្រើសដើរតាមព្រះឬក៏អាចជ្រើសរើសក្បត់ព្រះអាចជ្រើសរើសប្រឆាំងជាមួយព្រះមិនថ្វាយបង្គំព្រះបាននឹងហើយគេហៅថាសេរីភាពនៃការជ្រើសរើសសំណួរសុទ្ធថាហេតុអីបានជាព្រះដាក់សេរីភាពនេះដល់មនុស្សដល់ទេវតាដែលព្រះបានបង្កើតព្រះគម្ពីរយូស្វេចំពុក24ខ15ហេតុអីបានទៅដាក់សេរីភាពដោយសារសេរីភាពជាផ្នែកមួយនៃមហាវិវាទឧទាហរណ៍បើសិនជាព្រះបង្កើតមនុស្សយើងបង្កើតទេវតាដូចជាកលឹះយន្តហើយព្រះប្រាប់ថាអ្នកឯងត្រូវតែស្រឡាញ់ខ្ញុំអញ្ចឹងមនុស្សយន្តនឹងត្រូវតែស្រឡាញ់ព្រះស្រឡាញ់រហូតអ្នកឯងត្រូវតែធ្វើតាមខ្ញុំអញ្ចឹងមនុស្សយន្តនឹងគឺធ្វើតាមព្រះរហូតដូច្នេះតើអ្វីដែលមនុស្សយន្តនឹងធ្វើនឹងបង្ហាញអំពីសេចក្តីស្រឡាញ់ពិតប្រាកដអត់ទេពីព្រោះនឹងគ្រាន់តែជាប្រូក្រាមដែលគេដាក់នៅក្នុងមនុស្សយន្តឲ្យធ្វើតាមនឹងដូច្នេះសេរីភាពគឺវាសំខាន់នៅក្នុងមហាវិវាទហេតុអីបានជាព្រះប្រទានសេរីភាពនៃការជ្រើសរើសពីព្រោះដើម្បីបង្ហាញថាអ្នកណាស្រឡាញ់ព្រះពិតប្រាកដព្រះគម្ពីរយូស្វេចំពុក24ខ15សម្ដែងថាចូលជ្រើសយកព្រះណាដែលឯងចង់គោរពប្រតិបត្តិនៅថ្ងៃនេះចោះតែអញនឹងគ្រោះអញយើងទាំងអស់គ្នានឹងគោរពប្រណិប័តដល់ព្រះយេហូវ៉ាតែមួយប៉ុណ្ណោះគ្រោះគឺគ្រួសារយូស្វេបាននិយាយថាចូលយើងរាល់គ្នារើសយកព្រះណាដែលយើងចង់ថ្វាយបង្គំចោះតែអញហើយនឹងក្រុមគ្រួសាររបស់អញ
អញរើសយកព្រះដែលបង្កើតផ្ទៃមេឃនិងផែនដីបងប្អូនឃើញសេរីភាពទេព្រះគម្ពីរប្រើពាក្យអញខ្ញុំសូមអធិស្ឋានបងប្អូនឃើញសេរីភាពទេសេរីភាពនៃការជ្រើសរើសឬមិនថ្វាយបង្គំព្រះក៏បានឬថ្វាយបង្គំព្រះដទៃទៀតមិនមែនជាព្រះពិតប្រាកដក៏បានដែរព្រះឲ្យសិទ្ធិសេរីភាពនៃការជ្រើសរើសដល់មនុស្សហើយនឹងទេដែរអញ្ចឹងបានជាមានអំពើបាបកើតឡើងដោយសារអីដោយសារសេរីភាពនៃការជ្រើសរើសចោទយកថាចំពុក30ខ15ដល់ខ20បានសម្ដែងថាមើលថ្ងៃនេះអញបានដាក់សម្ញែងជីវិតនិងសេចក្តីល្អនៅមុខឯងព្រមទាំងសេចក្តីស្លាប់និងសេចក្តីអាក្រក់ផងដូច្នេះចូលរើសយកជីវិតចោះដើម្បីឲ្យរាល់គ្នាបានរស់ព្រះដាក់ជំរឿសមែនហើយព្រះក៏ប្រាប់ដែរថាចូលយើងរើសយកជីវិតព្រះអង្គដាក់ជំរឿសមួយសេចក្តីស្លាប់មួយគឺជាជីវិតតែព្រះអង្គលើកទឹកចិត្តថាចូលយកជីវិតដើម្បីឲ្យរស់នៅចោះបងប្អូនឃើញជំរឿសទេជំរឿសគឺជាផ្នែកមួយនៃមហាវិវាទនឹងឯងព្រះគម្ពីរវិវរណៈចំពុក22ខ17អ្នកណាដែលស្រែកនោះមានតែមកហើយអ្នកណាដែលចង់បានមានតែយកទឹកជីវិតនេះចោះឥតចាញ់ថ្លៃទេបងប្អូនឃើញទេព្រះអំពាវនាវរើសយកព្រះដើម្បីបានជីវិតទឹកជីវិតមកឲ្យព្រះយេស៊ូវបានជីវិតនឹងឯងសំណួរបន្ទាប់តើសេចក្តីស្រឡាញ់អាចមានដោយគ្មានសេរីភាពបានដែរទេចម្លើយគឺអត់ទេសេចក្តីស្រឡាញ់ពិតប្រាកដគឺតម្រូវឲ្យមានសេរីភាពនៃការជ្រើសរើសដូចខ្ញុំនិយាយពីដំបូងអញ្ចឹងបើព្រះបង្កើតមនុស្សមកដូចជាកលឹះយន្តមនុស្សយន្តរ៉ូបូតហើយព្រះបានដាក់ពាក្យនៅក្នុងមនុស្សយន្តនោះថារៀងរាល់ម៉ោងពេលព្រឹកម៉ោង7មនុស្សយន្តនឹងត្រូវនិយាយថាខ្ញុំស្រឡាញ់ព្រះហើយម៉ោងថ្ងៃត្រង់មនុស្សយន្តនឹងត្រូវនិយាយថាខ្ញុំស្រឡាញ់ព្រះហើយម៉ោងល្ងាចមនុស្សយន្តត្រូវនិយាយថាខ្ញុំស្រឡាញ់ព្រះហើយយើងជាមនុស្សបើយើងជាមនុស្សសំណួរថាមនុស្សយន្តនឹងពេលនិយាយមកកាន់យើងបែបហ្នឹងយើងរំភើបអត់រំភើបទេពីព្រោះអីពីព្រោះវាមិនមែនជាសេរីភាពនៃការជ្រើសរើសពិតប្រាកដវាគ្រាន់តែជា machine program ដែលគេ program ដាក់ក្នុងមនុស្សយន្តជាងសេរីភាពគឺសំខាន់សេចក្តីស្រឡាញ់អាចអត់សេរីភាពបានទេសេចក្តីស្រឡាញ់តម្រូវឲ្យមានសេរីភាពនៃការជ្រើសសេរីភាពនៃការជ្រើសរើសស្រឡាញ់ព្រះនឹងឯងព្រះគម្ពីរយូហានទី1ចំពុក4ខ8ព្រះទ្រង់ជាសេចក្តីស្រឡាញ់នោះឯងព្រះគឺជាសេចក្តីស្រឡាញ់ហើយព្រះចង់បានឲ្យយើងស្រឡាញ់ព្រះអង្គដូចគ្នាដើម្បីយើងស្រឡាញ់ព្រះពិតប្រាកដត្រូវតែមានការជ្រើសរើសពិតប្រាកដគឺជ្រើសរើសស្រឡាញ់មិនមែនជា robot ដែលបង្កើតឡើងឲ្យនិយាយពាក្យថាស្រឡាញ់ទេយូហានចំពុក3ខ16សម្ដែងថាត្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្ល៉េះបានជាទ្រង់ប្រទានរាជបុត្រាទ្រង់តែមួយដើម្បីឲ្យអ្នកណាដែលជឿដល់រាជបុត្រានោះមិនត្រូវវិនាសឡើយគឺបានជីវិតអស់កលជានិច្ចវិញរ៉ូមចំពុក6ខ16តើអ្នករាល់គ្នាមិនដឹងទេឬអីថាអ្នករាល់គ្នាបានប្រកល់ខ្លួនទៅជាបាវបម្រើនិងស្ដាប់បង្គាប់តាមចៅហ្វាយណានោះអ្នកជាបាវបម្រើរបស់ចៅហ្វាយនោះឯងហើយអ្នករាល់គ្នាបានត្រឡប់ជាបាវបម្រើនៃសេចក្តីសុចរិតវិញបងប្អូនឃើញសេរីភាពនៃការជ្រើសរើសទេព្រះយេស៊ូវបានមានព្រះបន្ទូលថាមានផ្លូវពីរផ្លូវមួយចង្អៀតផ្លូវមួយធំទូលាយមនុស្សច្រើនទៅតាមផ្លូវទូលាយមនុស្សតិចណាស់ចូលតាមផ្លូវចង្អៀតព្រះអង្គចង់មានព្រះបន្ទូលថាព្រះបានដាក់ផ្លូវពីរផ្លូវមួយទៅព្រះផ្លូវមួយទៅសេចក្តីស្លាប់ផ្លូវមួយទៅអរិយហ្នឹងប៉ុន្តែមនុស្សភាគច្រើនរើសទៅកាន់លើទៅឯសេចក្តីស្លាប់ជាងបើព្រះបង្កើតមនុស្សមកដល់មានសេរីភាពនៃការជ្រើសរើសជាងព្រះមិនបាច់ដាក់ផ្លូវទៅកាន់សេចក្តីស្លាប់ទេព្រះដាក់ផ្លូវតែមួយទៅកាន់ព្រះជាងមនុស្សទៅកាន់ព្រះទាំងអស់រហូតតែតែគេអត់មានសេរីភាពនៃការជ្រើសរើសទេសំណួរបន្ទាប់តើឈើឆ្កាងបង្ហាញសេចក្តីសុចរិតនិងសេចក្តីមេត្តាករុណារបស់ព្រះដោយរបៀបណាឈើឆ្កាងបង្ហាញពីសេចក្តីស្រឡាញ់នៃសុចរិតរបស់ព្រះតាមរយៈព្រះទទួលយកអំពើបាបជំនួសយើងរាល់គ្នាព្រះគម្ពីរកូរិនថូសទី2ចំពុក5ខ21សម្ដែងថាត្បិតឯព្រះដែលមិនបានស្គាល់បាបសោះព្រះទ្រង់បានធ្វើឲ្យត្រឡប់ជាតួបាបជំនួសយើងរាល់គ្នាវិញដើម្បីយើងរាល់គ្នាបានត្រឡប់ជាសេចក្តីសុចរិតរបស់ព្រះដោយនៅព្រះអង្គនោះឯងអេសាយចំពុក53ខ4ដល់ខ6សម្ដែងថាទ្រង់បានទ្រាំទ្ររងអស់ទាំងសេចក្តីឈឺចាប់របស់យើងតែទ្រង់ត្រូវរបួសដោយព្រោះអំពើរំលងរបស់យើងបងប្អូនឃើញទេឈើឆ្កាងបង្ហាញឲ្យឃើញពីសេចក្តីសុចរិតរបស់ព្រះតាមរយៈព្រះទទួលយកអំពើបាបជំនួសយើងរាល់គ្នាឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់ជាការពិតមនុស្សយើងស្លាប់ដោយសារមានអំពើបាបជាការពិតលើផែនដីនេះឈ្នួលនៃអំពើបាបជាសេចក្តីស្លាប់ព្រះទទួលយកឈ្នួលនៃអំពើបាបជំនួសយើងរាល់គ្នាយើងមិនចាំបាច់ស្លាប់នោះទេពីព្រោះព្រះអង្គបានស្លាប់ឬក៏សូកុតជំនួសយើងរាល់គ្នាហើយយើងអាចនឹងស្លាប់ខាងសាច់ឈាមពិតមែនតែមានថ្ងៃមួយព្រះអង្គនឹងប្រោះយើងរាល់គ្នាដែលជឿលើព្រះអង្គជឿលើការសូកុតនឹងហើយរស់ឡើងវិញនឹងគឺជាដំណឹងល្អនៅក្នុងគ្រិស្តសាសនាសំណួរបន្ទាប់ហេតុអីបានជាសាតាំងត្រូវបានគេហៅថាឪពុកនៃសេចក្តីពុទ្ធពោ
បងប្អូនចាំមេរៀនថ្ងៃនេះគឺនិយាយអំពីមហាវិមានចឹងសាតាំងហេតុអីបានគេហៅគាត់ថាឬក៏វាថាជាឪពុកនៃសេចក្តីភូតភរពីព្រោះអីពីព្រោះសាតាំងបានកុហកតាំងពីដំបូងកុហកណាគេសាតាំងបានកុហកទេវតាដទៃទៀតលបួងនឹងគឺស្មើនឹងកុហកហើយសាតាំងបានលបួងឬក៏កុហកទេវតាដទៃទៀតឲ្យដើរតាមខ្លួនកុហកថាច្បាប់របស់ព្រះគឺតាំងតែងកុហកទេវតាដទៃទៀតថាយើងមិនត្រូវការព្រះទេវតាដទៃទៀតចូលមកថ្វាយបង្គំខ្ញុំមកកុហកទេវតាដទៃទៀតព្រះគម្ពីរយ៉ូហានចំពុក8ខ44បានសម្ដែងថាវាជាអ្នកសម្លាប់គេតាំងពីដំបូងមកវាមិនបាននៅជាប់ក្នុងសេចក្តីពិតព្រោះគ្មានសេចក្តីពិតនៅក្នុងវាទេកាលណាវាពោលពាក្យភូតភរនោះដោះចេញអំពីចិត្តវាមកត្បិតវាជាអ្នកកំពូនហើយជាឪពុកនៃសេចក្តីនោះឯងព្រះគម្ពីរវិវរណៈចំពុក12ខ9នោះអ្នកធំត្រូវបានបោះទម្លាក់ទៅនាគគឺជាពស់ពីបុរាណនោះនាគគឺសាតាំងនោះឯងនោះអ្នកធំត្រូវបានបោះទម្លាក់ទៅគឺជាពស់ពីបុរាណដែលឈ្មោះហៅថាអារៈហើយសាតាំងផងដែលបាននាំលោកីទាំងមូលឲ្យវង្វេងចេញសាតាំងពីដំបូងហ្នឹងគឺជាអ្នកនាំលោកីទាំងមូលឲ្យវង្វេងចេញនាំមកវិញមានន័យថាវាកុហកនឹងឯងដូច្នេះត្រឡប់ទៅកាន់សំណួរយើងមិញហេតុអីសាតាំងត្រូវបានហៅថាឪពុកនៃសេចក្តីភូតភរពីព្រោះអត់មានសេចក្តីពិតនៅក្នុងវាពីដំបូងពាក្យថាឪពុកមានន័យថាដើមចោមពីដំបូងវាបានកុហកទេវតាដទៃទៀតកុហកព្រះកុហកសពគ្រប់បែបយ៉ាងសំណួរបន្ទាប់តើសាតាំងបញ្ឆោតមនុស្សសពថ្ងៃនេះដោយរបៀបណាបងប្អូនអរគ្នាយើងស្ថិតនៅក្នុងមហាវិមាននេះគឺសាតាំងឆ្លោះជាមួយនឹងព្រះសាតាំងចោទប្រកាន់ព្រះមានពីបៈសាតាំងហើយនឹងព្រះហើយយើងរាល់គ្នាកំពុងតែស្ថិតនៅក្នុងការជ្រើសរើសបើយើងស្ដាប់បង្គាប់តាមការបកបញ្ឆោតរបស់សាតាំងយើងកំពុងតែនៅខាងក្រុមរបស់សាតាំងតែបើយើងមិនស្ដាប់តាមសាតាំងទេយើងធ្វើតាមព្រះយើងកំពុងតែនៅតាមព្រះតើសាតាំងបកបញ្ឆោតមនុស្សសពថ្ងៃនេះដោយរបៀបណាបកបញ្ឆោតមនុស្សសពថ្ងៃនេះតាមរយៈព្រះគម្ពីរករិនថូសទី2ចំពុក11ខ14ព្រះគម្ពីរអ្នកឆ្លើយគម្ពីរបានសម្ដែងថាព្រោះសាតាំងក៏ខ្លែងខ្លួនជាទេវតាពន្លឺដែរបកបញ្ឆោតរបៀបណាបកបញ្ឆោតតាមរយៈបន្លំខ្លួនថាជាទេវតារបស់ព្រះពេត្រុសទី1ចំពុក5ខ8ចូលដើមខ្លួនហើយចាំយាមចោះព្រោះអរិយដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នាវាតែងតែដើរក្រវ៉ាលទាំងក្រហឹមដូចជាសឹងដើម្បីនឹងរោគអ្នកណាដែលនឹងត្របាក់លេបបានជាងគម្ពីរសម្ដែងថាអរិយដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នាហេតុអីបានជាវាជាខ្មាំងសត្រូវដោយសារយើងនៅខាងព្រះដោយសារយើងនៅខាងព្រះអញ្ចឹងអរិយបានចាត់ទុកយើងគឺជាសត្រូវរបស់វាហើយពីព្រោះវាកំពុងតែមហាវិវាទប្រឆាំងជាមួយនឹងព្រះវិវរណៈចំពុក12ខ9សាតាំងបាននាំលោកីទាំងមូលឲ្យវង្វេងចេញតើសាតាំងបញ្ឆោតមនុស្សសពថ្ងៃនេះដល់របៀបណាបញ្ឆោតតាមរយៈនាំមនុស្សឲ្យវង្វេងចេញខ្លែងបន្លំថាជាទេវតាពន្លឺទេវតាពន្លឺគឺជាទេវតារបស់ព្រះនឹងឯងខ្លែងបន្លំថាជាទេវតាពន្លឺតែវាមិនមែនជាទេវតាពន្លឺទេគឺជាទេវតាដែលបកបញ្ឆោតព្រះយេស៊ូវក៏បានប្រមានយើងរាល់គ្នាដែរថានៅថ្ងៃចុងក្រោយនឹងមានហោរាខ្លែងខ្លាយមកយកឈ្មោះថាជាព្រះយេស៊ូវមកយកឈ្មោះថាជាអ្នកជឿព្រះហើយសេចក្តីបង្រៀនរបស់គេមិនផ្អែកលើព្រះគម្ពីរនោះទេគឺជាសេចក្តីបង្រៀនរបស់មនុស្សវិញจึงចូលយើងត្រូវប្រយ័ត្នទាំងអស់គ្នាសំណួរបន្ទាប់តើអ្នកជឿលើព្រះអាចស្គាល់សេចក្តីបង្រៀនคล้ายៗបានដោយរបៀបណាយើងអាចស្គាល់សេចក្តីបង្រៀនคล้ายៗតាមរយៈការបើកព្រះគម្ពីរយើងដឹងថាសេចក្តីបង្រៀននឹងពិតប្រាកដឬក៏អត់តាមរយៈព្រះគម្ពីរដូច្នេះការអានព្រះបន្ទូលរបស់ព្រះគឺជារឿងសំខាន់ព្រះគម្ពីរយ៉ូហានទី1ចំពុក4ខ1ពួកស្ងួនភ្ងាអើយកុំឲ្យជឿគ្រប់ទាំងវិញ្ញាណឡើយចូលលបងលោទាំងអស់វិញដើម្បីឲ្យបានដឹងថាមកពីព្រះឬមិនមែនគម្ពីរអេសាយចំពុក8ខ20ចូលទៅបើកគម្ពីរបញ្ញត្តិនិងសេចក្តីបន្ទល់មើលបើគេនិយាយមិនត្រូវនឹងព្រះបន្ទូលនោះគ្មានពន្លឺរះនៅក្នុងខ្លួនទេថ្មីយើងដឹងថានោះគឺជាសេចក្តីបង្រៀនคล้ายៗតាមរយៈព្រះបន្ទូលរបស់ព្រះបើយើងចង់ដឹងថាការបង្រៀននោះពិតប្រាកដឬអត់យើងត្រូវអានព្រះបន្ទូលរបស់ព្រះហើយយើងដឹងថាព្រះមិនមែនបង្រៀនចឹងទេនោះហើយជាការដែលយើងអាចដឹងថាគ្រូបង្រៀននោះគឺជាព្រះយេស៊ូវคล้ายៗអូខេបន្ទាប់ទៀតហេតុអីបានជាអាដាមនិងអេវ៉ាធ្លាក់ក្នុងអំពើបាបមេរៀនមុនយើងបានរៀនហើយហេតុអីបានជាអ្នកទាំងពីរនឹងធ្លាក់ក្នុងអំពើបាបនៅពេលយើងដឹងអំពីហេតុអីអ្នកទាំងពីរនឹងធ្លាក់ក្នុងអំពើបាបយើងក៏អាចបង្ការអំពីការដែលយើងធ្លាក់ក្នុងអំពើបាបនៅសប្តាហ៍ថ្ងៃនេះដោយអាដាមអេវ៉ាកាលពីជាង 6000 ឆ្នាំដូចគ្នាលោកក៏បានចំពុក3ខ1ដល់ខ6ឯពស់គឺជាសាតាំងនឹងឯង
ឯពស់ជាសត្វចេះបាយកលលើសជាងអស់ទាំងសត្វព្រៃវានិយាយទៅកាន់ស្ត្រីថាតើព្រះមានបន្ទូលហាមមិនឲ្យអ្នកបរិភោគផ្លែឈើណាក្នុងសួនច្បារមែនឬដូច្នេះតើសាតាំងលបួងអាដាមអេវ៉ាពីដំបូងដោយរបៀបណាលបួងតាមរយៈយកព្រះបន្ទូលរបស់ព្រះមកលបួងរួចហើយបញ្ឆិតបញ្ឈៀងការស្ត្រីបានឃើញថាផ្លែឈើនោះបរិភោគបានជាទីគប់ដល់ភ្នែកហើយជាដើមដែលល្មមគួរនឹងចង់បានដើម្បីបានប្រាជ្ញានោះនាងក៏យកមកបរិភោគព្រមទាំងចាយឲ្យដល់ប្តីនាងដែរសាតាំងលបួងអាដាមអេវ៉ាតាមរយៈព្រះបន្ទូលរបស់ព្រះបញ្ឆិតបញ្ឈៀងសេចក្តីពិតរបស់ព្រះដោយចោទសួរតើព្រះហាមមិនឲ្យអ្នកបរិភោគនៅក្នុងសួនច្បារផ្លែឈើក្នុងសួនច្បារនឹងមែនឬអស់ទាំងផ្លែឈើណាមែនឬអញ្ចឹងស្ត្រីកាលណាឃើញថាផ្លែឈើនឹងជាទីគប់ដល់ភ្នែកអាចបរិភោគបានហើយល្អផងនាងក៏យកមកហូបហេតុអីបានជានាងហូបហេតុផលសំខាន់មួយ logic ព្រះមានព្រះបន្ទូលថាហាមប៉ះពាល់ហើយបរិភោគសាតាំងបាននិយាយទៅកាន់ស្ត្រីថាផ្លែឈើនេះកាលណាអ្នកញ៉ាំអ្នកដឹងខុសដឹងត្រូវកាលណាអ្នកញ៉ាំអ្នកមានប្រាជ្ញាមូលហេតុដែលអេវ៉ាជឿទៅលើសាតាំងដោយព្រោះតែនៅក្នុងសួនច្បារនោះអារក្សឬក៏សត្វពស់ចេះនិយាយក្នុងបណ្ដាសត្វទាំងអស់ដែលមានសត្វណាចេះនិយាយទេដូច្នេះអេវ៉ាចាប់ផ្ដើមគិតក្នុងចិត្តថាដោយព្រោះតែសត្វពស់ចេះនិយាយប្រហែលជាដោយសារតែញ៉ាំផ្លែឈើនឹងចាញ់នាងចាប់ផ្ដើមសង្ស័យទៅលើព្រះបន្ទូលរបស់ព្រះនាងចង់ឆ្លាតដូចជាសត្វពស់សូម្បីតែសត្វក៏ចេះនិយាយប្រហែលជាដោយសារផ្លែឈើនេះដូច្នេះប្រហែលជាព្រះលាក់អីពីខ្ញុំហើយនាងក៏យកផ្លែឈើនោះមកញ៉ាំក្រោយមកអំពើបាបបានចូលមកក្នុងលោកីយ៍នេះព្រះគម្ពីររ៉ូមចំពោះ5ខ12បានសម្ដែងថាដែលបាបបានចូលមកក្នុងលោកីយ៍នេះដោយសារមនុស្សតែម្នាក់ហើយមានសេចក្តីស្លាប់ចូលមកដែរដោយសារអំពើបាបនោះជាយ៉ាងណានោះសេចក្តីស្លាប់បានឆ្លងរាលដាលដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរមនុស្សម្នាក់មិនស្ដាប់បង្គាប់ព្រះមានអំពើបាបចូលមកក្នុងលោកីយ៍នេះហើយនៅពេលដែលអំពើបាបចូលមកក្នុងលោកីយ៍នេះឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់នៅថ្ងៃណាដែលអ្នកញ៉ាំអ្នកនឹងស្លាប់អាដាមអេវ៉ាត្រូវតែស្លាប់អំពើបាបបានឆ្លងមកកាន់យើងរាល់គ្នាសពថ្ងៃនេះចឹងហើយបានជាយើងត្រូវតែស្លាប់សំណួរបន្ទាប់តើអំពើបាបប៉ះពាល់ដល់មនុស្សជាតិទាំងអស់ដោយរបៀបណាព្រះគម្ពីររ៉ូមចំពោះ3ខ23ពីព្រោះគ្រប់គ្នាបានធ្វើបាបហើយខ្វះមិនដល់សេរីល្អនៃព្រះប៉ះពាល់ដោយរបៀបណាគ្រប់គ្នាប៉ះពាល់គ្រប់គ្នាបានធ្វើបាបរ៉ូមចំពោះ6ខ23ត្បិតឈ្នួលរបស់អំពើបាបគឺជាសេចក្តីស្លាប់ប៉ះពាល់ដោយរបៀបណាគ្រប់គ្នាត្រូវស្លាប់អេផេសូចំពោះ2ខ1ដល់ខ3ពីដើមអ្នករាល់គ្នាក៏ស្លាប់ក្នុងការរំលងហើយក្នុងអំពើបាបដែរជាការដែលអ្នករាល់គ្នាបានប្រព្រឹត្តតាមរបៀបលោកីយ៍នេះយើងរាល់គ្នាបានស្លាប់ដោយព្រោះតែអំពើបាបដំណួរបន្ទាប់ហេតុអីបានជាមនុស្សយើងមិនអាចសង្គ្រោះខ្លួនឯងចេញពីអំពើបាបបានបងប្អូនចង់ដឹងទេព្រះគម្ពីររ៉ូមចំពោះ3ខ20ហេតុនោះបានជាគ្មានមនុស្សម្នាក់បានរົບជាសុចរិតនៅចំពោះទ្រង់ដោយអាងការប្រព្រឹត្តតាមក្រឹតវិន័យនោះឡើយហេតុអីយើងរាល់គ្នាមិនអាចជួយសង្គ្រោះខ្លួនឯងបានយើងមិនអាចជួយសង្គ្រោះខ្លួនឯងបានដោយព្រោះតែយើងនៅក្នុងអំពើបាបហើយយើងព្យាយាមខំប្រព្រឹត្តតាមក្រឹតវិន័យឬក៏យើងអាចនិយាយបានថាយើងព្យាយាមធ្វើអំពើល្អព្យាយាមធ្វើបុណ្យដើម្បីបានទៅឋានសួគ៌យើងមិនអាចទេហេតុអីពីព្រោះយើងជាមនុស្សមានបាបនៅក្នុងអំពើបាបយើងនៅក្នុងដងរួចទៅហើយទោះតែអ្នកដែលនៅក្រៅដងមកទាញដៃយើងចេញពីដងនោះទើបយើងអាចចេញពីដងនោះបានកាលទីចំពោះ2ខ16យើងដឹងថាមនុស្សមិនបានរົບជាសុចរិតដោយប្រព្រឹត្តតាមក្រឹតវិន័យនោះទេគឺដោយសេចក្តីជំនឿជឿដល់ព្រះយេស៊ូវគ្រីស្ទវិញដោយជំនឿត្រង់នេះបានន័យថាម៉េចម្នាក់មកសង្គ្រោះយើងចេញពីដងយើងជឿថាម្នាក់នោះអាចសង្គ្រោះយើងចេញពីដងបានយើងក៏ហុចដៃឲ្យអ្នកនោះទាញយើងចេញពីដងសេចក្តីជំនឿទាមទារឲ្យមានការប្រព្រឹត្តតាមព្រះគម្ពីរយ៉ាកុប2សេចក្តីជំនឿបើគ្មានការប្រព្រឹត្តតាមទេនោះក៏ឈ្មោះថាដូចជាស្លាប់យើងជឿថាមានម្នាក់អាចមកជួយយើងចេញពីដងបានយើងក៏ហុចដៃឲ្យគេជួយឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់ព្រះយេស៊ូវទ្រង់បានមកស្លាប់ជំនួសយើងរាល់គ្នាជំនួសឈ្នួលនៃអំពើបាបហើយយើងមិនចាំបាច់ស្លាប់ទេយើងនឹងបានជីវិតអកលជានិច្ចវិញហេតុអីបានជាព្រះយេស៊ូវត្រូវយាងមកផែនដីនេះព្រះគម្ពីរយ៉ូហានទី1ចំពោះ3ខ8ដោយហេតុនោះបានជារាជបុត្រានៃព្រះបានលេចមកគឺដើម្បីនឹងបំផ្លាញការរបស់អរិយចេញហេតុផលទី1បំផ្លាញការអរិយចេញទីម៉ូថេទី1ចំពោះ1ខ15សម្ដែងថាព្រះគ្រីស្ទយេស៊ូវទ្រង់បានយាងមកក្នុងលោកីយ៍ដើម្បីជួយសង្គ្រោះមនុស្សមានបាបហេតុផលទី1បំផ្លាញការរបស់អរិយហេតុផលទី2ដើម្បីសង្គ្រោះមនុស្សមានអំពើបាបចេញយើងរាល់គ្នាដើម្បីសង្គ្រោះយើងរាល់គ្នាចេញពីអំពើបាបហើយយកយើងរាល់គ្នា
ទៅកាន់ផែនដីថ្មីដែលព្រះបានបង្កើតសម្រាប់យើងរាល់គ្នាទៅកាន់ឋានសួគ៌ដែលព្រះបានត្រៀមសម្រាប់យើងរាល់គ្នានឹងឯងតើព្រះយេស៊ូវបានយកឈ្នះសាតាំងដោយរបៀបណាព្រះគម្ពីរហេព្រើរចំពុក2ខ14ខ15ដើម្បីឲ្យទ្រង់បានបំផ្លាញអានោះគឺជាសាតាំងនោះឯងដែលមានអំណាចលើសេចក្តីស្លាប់គឺជាអរិយដោយទ្រង់សុគតព្រះយេស៊ូវឈ្នះអំពើបាបឈ្នះសាតាំងដោយរបៀបណាដោយទ្រង់សុគតពេលដែលព្រះយេស៊ូវសុគតព្រះអង្គមិនចាញ់ទេព្រះអង្គគឺឈ្នះពីព្រោះឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់ព្រះបានឈ្នះឈ្នួលនៃអំពើបាបគឺទ្រង់បានសុគតតើមានអ្វីកើតឡើងនៅលើឈើឆ្កាងពេលដែលព្រះអង្គសុគតលើឈើឆ្កាងពេត្រុសទី1ចំពោះ2ខ24ទ្រង់បានផ្ទុកអំពើបាបរបស់យើងរាល់គ្នានៅលើរូបអង្គទ្រង់ជាប់លើឈើឆ្កាងដើម្បីយើងរាល់គ្នាបានរស់ខាងសេចក្តីសុចរិតនៅលើឈើឆ្កាងព្រះបានយកឈ្នួលនៃអំពើបាបជំនួសយើងរាល់គ្នាហេតុអីបានជាការរស់ឡើងវិញរបស់ព្រះយេស៊ូវគឺជារឿងសំខាន់កូរិនថូសទី1ចំពោះ15ខ54ដល់ខ57បានសម្ដែងថាសេចក្តីជ័យជំនះបានលេបសេចក្តីស្លាប់បាត់ហើយអោសេចក្តីស្លាប់អើយទ្រនិចឯងនៅឯណាសេចក្តីស្លាប់អើយជ័យជំនះរបស់ឯងនៅឯណាតែអរព្រះគុណដល់ព្រះអង្គពីព្រោះទ្រង់បានប្រទានយើងរាល់គ្នាមានជ័យជំនះដោយសារព្រះយេស៊ូវគ្រីស្ទជាព្រះអង្គម្ចាស់នៃយើងរាល់គ្នាហេតុអីបានជាការរស់ឡើងវិញរបស់ព្រះជារឿងសំខាន់ព្រះបានបំបាក់ធ្មង់បំបាក់ទ្រនិចនៃសេចក្តីស្លាប់សម្រាប់យើងរាល់គ្នាបើព្រះមិនរស់ឡើងវិញយើងក៏គ្មានជ័យជំនះលើសេចក្តីស្លាប់ដែរព្រះយេស៊ូវបានប្រមានយើងរាល់គ្នាថាចូលយើងប្រយ័ត្ននៅក្នុងមហាវិវាទនេះព្រះគម្ពីរម៉ាថាយចំពោះ24ខ24បានសម្ដែងថាត្បិតនឹងមានព្រះគ្រីស្ទខ្លាំងៗហើយហោរាខ្លាំងៗកើតឡើងគេនឹងធ្វើទីសម្គាល់យ៉ាងធំហើយធ្វើការអស្ចារ្យដើម្បីនឹងនាំអស់ទាំងពួករើសតាំងឲ្យវង្វេងផងបើសិនជាបានមហាវិវាទរវាងសាតាំងប្រឆាំងជាមួយនឹងព្រះយើងរាល់គ្នាកំពុងតែធ្វើការជ្រើសរើសបើយើងរើសយកព្រះយើងកំពុងតែប្រឆាំងនឹងអរិយសាតាំងហើយបើយើងរើសយកសាតាំងយើងកំពុងតែប្រឆាំងជាមួយនឹងព្រះហើយនេះគឺជាមហាវិវាទយើងរាល់គ្នាសុទ្ធតែចូលរួមក្នុងមហាវិវាទនេះបើទោះបីជានោះជាអ្នកជឿលើសាសនាផ្សេងក៏ដោយការពិតមានតែមួយប៉ុណ្ណោះបងប្អូនទាំងអស់គ្នាព្រះយេស៊ូវទ្រង់គឺជាសេចក្តីពិតជាជីវិតព្រះអង្គគឺជាផ្លូវការពិតមានតែមួយបើការពិតមានតែមួយជាងអាផ្សេងសុទ្ធតែជាការដែលមិនពិតដូច្នេះហើយអ្នកដែលមិនបានជឿលើព្រះមិនបានដើរតាមព្រះគេកំពុងតែចូលរួមជាមួយនឹងមហាវិវាទជាមួយនឹងសាតាំងប្រឆាំងជាមួយនឹងព្រះហើយក្នុងវីដេអូនេះសង្ឃឹមថាបានជួយបងប្អូនអរគ្នាឲ្យយល់អំពីមហាវិវាទចំណេះដឹងបន្តិចបន្តួចនៅមានមេរៀនច្រើនដែលយើងអាចសិក្សាបាននៅក្នុងព្រះគម្ពីរខ្ញុំសង្ឃឹមថាព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើការនៅក្នុងចិត្តបងប្អូនអរគ្នាខណៈពេលដែលបងប្អូនបានកំពុងតែស្ដាប់ព្រះបន្ទូលនៅពេលនេះខ្ញុំសង្ឃឹមថាបងប្អូននឹងកំពុងតែធ្វើការជ្រើសរើសថាជ្រើសរើសយកខាងព្រះឬក៏ជ្រើសរើសយកខាងសាតាំងហើយត្រូវចាំថានៅពេលយើងរើសយកខាងព្រះសាតាំងក៏មិនឲ្យយើងនៅស្រួលដែរប៉ុន្តែត្រូវចាំថាព្រះរបស់យើងធំជាងសាតាំងនៅពេលដែលជួបសេចក្តីល្បួងព្រះមានអំណាចលើសាតាំងក្នុងនាមព្រះយេស៊ូវគ្រីស្ទមនុស្សស្លាប់អាចរស់ឡើងវិញមនុស្សឈឺអាចជាមនុស្សខ្វាក់អាចភ្លឺមនុស្សថ្លង់អាចស្ដាប់ឮក្នុងនាមព្រះយេស៊ូវគ្រីស្ទយើងរាល់គ្នាក៏អាចមានអំណាចលើសេចក្តីល្បួងបានដូចគ្នាសូមអរគុណច្រើនសូមព្រះប្រទានពរជួបគ្នាវីដេអូក្រោយ